សារព័ត៌មានដ៏ល្បីរបស់ជប៉ុន Nikkei Asia បានវិភាគចំអំពីល្បិចកលរបស់អ្នកនយោបាយថៃដែលកំពុងប្រើប្រាស់ចំនួនព្រំដែនធ្វើជាដើមទុនដើម្បីស្វែងរកស្លឹកឆ្នោតចំណុចនេះនាំឲ្យយើងដាក់ការសង្ស័យយ៉ាងខ្លាំងទៅលើទង្វើរបស់លោកអនុទីនដែលបដិសេធសំណើរបស់សហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដោយទាមទារឲ្យកម្ពុជាដាក់សំណើទៅថៃដោយផ្ទាល់ប្រសិនបើចង់បានបទឈប់បាញ់ការទាមទារនេះទំនងជាមិនមែនដើម្បីសន្តិភាពទេប៉ុន្តែជាល្បិចកលនយោបាយប្រសិនបើកម្ពុជាដាក់សំណើទៅថៃផ្ទាល់ក្រុមអ្នកនយោបាយថៃនឹងយកចំណុចនេះទៅឃោសនាបោកប្រាស់ប្រជាជនខ្លួនថាឃើញទេថៃខ្លាំងណាស់វារហូតដល់កម្ពុជាទ្រាំមិនបានត្រូវមកសុំងួរចុះចាញ់នេះគឺជាយុទ្ធសាស្ត្រយកទាហានធ្វើជាកូនអុកនិងយកកម្ពុជាធ្វើជាឈ្នន់ដើម្បីបំពេញមហិច្ឆតាអំណាចរបស់ខ្លួនដោយអ្វីដែលកាសែតជប៉ុនបានសរសេរពិតមែនទោះជាយ៉ាងនេះក្តីល្បិចនេះប្រហែលជាមិនងាយសម្រេចដោយការគិតនោះទេព្រោះមានភ្នែកពីរគូកំពុងសម្លុកសម្លឹងមិនដាក់ភ្នែកនិងត្រៀមចាត់វិធានការនោះគឺសហរដ្ឋអាមេរិកនិងម៉ាឡេស៊ីដែលដឹងច្បាស់ពីចរិតរបស់ថៃប្រើកម្លាំងគ្រប់ប្រភេទទាំងជើងគោកជើងអាកាសនិងជើងទឹកក្នុងនោះរួមមានយន្តហោះចម្បាំង F-16 និង Gripen គ្រាប់បែកចុងកោមផ្សែងពុល drone ភីឃាត drone ទម្លាក់គ្រាប់បែកយន្តហោះគ្មានមនុស្សបើកកាំភ្លើងធំរ៉ុកកែតចម្ងាយឆ្ងាយរត់ក្រោះរត់ជាស្ដែកព្រមទាំងកម្លាំងតបថ្មជើងដើម្បីបំផ្លាញទាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដូចជាស្ពានថ្នល់សាលារៀនវត្តអារាមជំរុំជនភៀសខ្លួននិងលំនៅឋានប្រជាជនហើយបន្តបដិសេធមិនគោរពបទឈប់បាញ់ដូច្នេះច្បាស់ណាស់ថាប្រទេសកម្ពុជាមិនមែនជាអ្នករំលោភបំពាននិងបង្កសង្គ្រាមឈ្លានពានទៅលើប្រទេសថៃនោះទេហើយសកម្មភាពអស់ទាំងនេះពុំមែនជាការអនុវត្តសិទ្ធិការពារខ្លួនដោយប្រទេសថៃបានអះអាងឡើយផ្អែកលើចំណុចទាំង5នេះគឺប្រទេសកម្ពុជាជាអ្នករងគ្រោះការពារខ្លួនហើយប្រទេសថៃជាអ្នកបង្កសង្គ្រាមឈ្លានពានលេបយកទឹកដីកម្ពុជា